Ôi,ទេសភាពនេះ fresh ខ្លាំងមែនតើចាយើងចុះមកដល់គិរីរំហើយបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងចែករំលែកបងប្អូនទាំងអស់គ្នាអំពីប្រើប្រាស់រុក្ខជាតិឱសថការប្រើប្រាស់រុក្ខជាតិឱសថសម្រាប់បងប្អូនទាំងអស់គ្នាចាយើងតាមមើលថាតើនៅក្នុងនេះមានរុក្ខជាតិឱសថអ្វីគេខ្លះដើម្បីចានេះគឺនៅកន្លែងរៀងវាលទេបងប្អូនចាតំបន់នេះគឺខ្ញុំឃើញវាស្អាតដោយសារតែមានរុក្ខជាតិរបស់យើងវារដូវនេះគឺផ្កាពិសេសក្នុងខ្លះបំផុតហ្នឹងគឺព្រះក្លោកនឹងតែម្ដងបងប្អូនចាគឺផ្កាច្រើនមែនតើហើយនឹងកញ្ជន់អាជ្រូកចាកញ្ច្រើនមែនតើនេះដូចជាវាលព្រៃប៉ុន្តែលកែនេះទៅចិត្តភូមិគេវាមើលទៅស្អាតដែរមួយយ៉ាងដែរប្រភេទនេះខ្ញុំក៏ចែករំលែកបន្តិចតាក់ទងនឹងមានដើមបែកផ្សែងដែរចានេះគឺជាដើមបែកផ្សែងចាមានរុក្ខជាតិច្រើនដែរហើយរុក្ខជាតិមួយចំនួនខ្ញុំបង្ហាញបងប្អូនទាំងអស់គ្នាពីរុក្ខជាតិដែលងាយស្រួលហើយសម្រាប់តំបន់របស់យើងគឺសម្បូរមានដើម្បីបងប្អូនទាំងអស់គ្នាមានបញ្ហាសុខភាពអីបងប្អូនអាចយកទៅចាប្រើប្រាស់បានដូចជាប្រភេទព្រះក្លោកឬក៏គេហៅថាដើមសាពះនេះគឺវាងាយស្រួលក្នុងការរកសម្រាប់បងប្អូនគេងអលក់អីបងប្អូនអាចទៅរកដើមនេះយកមកដាំទឹកពិសាបានចាហើយសម្រាប់បងប្អូនគឺប្រភេទនេះគឺកក្លោកនេះទោះបងប្រើក្នុងការព្យាបាលជំងឺជាច្រើនប៉ុន្តែវាត្រូវការផ្សំជាមួយគេតែបើសម្រាប់អ្នកដែលគាត់ចាំមានបញ្ហាតាក់ទងទៅនឹងដំណេកបងប្អូនប្រើតែមួយមុខទេអញ្ចឹងបងប្អូនអាចប្រើបានហើយហាមប្រើសម្រាប់អ្នកដែលមានផ្ទៃពោះណាចាសម្រាប់បងប្អូនដែលគាត់មានទម្ងន់គឺអត់អាចប្រើបានទេប្រភេទកក្លោកនេះហើយមួយទៀតយើងប្រើប្រាស់រយៈពេលវែងក៏ធ្វើឲ្យយើងជ្រុះសក់ផងដែរអញ្ចឹងគឺជានេះគឺជាផលរំខានសម្រាប់បងប្អូនទាំងអស់គ្នាមានចម្ងល់បងប្អូនអាចឆាតសួរឬក៏បងប្អូនអាចខមមិនបានហើយបងប្អូនអាចទំនាក់ទំនងតាមលេខទូរស័ព្ទរបស់ខ្ញុំបានប្រសិនបើបងប្អូនទាំងអស់គ្នាមិនចង់រកឬក៏បងប្អូនទាំងអស់គ្នាចង់ថែទាំសុខភាពឬក៏ព្យាបាលជំងឺបងប្អូនតាមបែបរុក្ខជាតិឱសថណាមួយបងប្អូនក៏អាចជាវថ្នាំពីខាងនាងខ្ញុំបានផងដែរអរគុណច្រើន